keyframe ដែលយើងចង់ដាក់ហ្នឹងយើងអាចលេងបានចង់ឲ្យវា animation ទៅឆ្វេងទៅស្ដាំអញ្ចឹងណាបាទអូខេនេះយើងចង់ដាក់ shape បើយើងអត់ចង់ដាក់ទេយើងបិទផ្នែកវាទៅឬក៏លុបវាចោលទៅចប់បន្ទាប់មកយើងទាញវាវែងមកបាទទាញវាវែងទៅតាមអ្វីយើងចង់បានមកណាអូខេបើយើងចង់ដាក់ effect យើងអាចដាក់ effect បានចូលមកកន្លែង effect នេះមកគឺយើងអាចរើសទៅលើប្រភេទ effect ដែលយើងចង់បានយើងចង់បានបែបណាយើងដាក់បែបហ្នឹងទៅវាចេញមកណាអូខេអូខេនេះ effect របស់យើងដាក់យើងអាចទាញវាខ្លីតិចមកបាទ effect នេះគឺបោះ original របស់ Adobe Premiere មកសម្រាប់ឆ្នាំ2026គឺវាឲ្យ effect នេះមកបាទអូខេងាញ់លយបាទជិបចេញមកហើយយើងលេង sound តិចមកវីដេអូក្រោយៗខ្ញុំនឹងចែករំលែកអំពីរបៀបដាក់ sound effect បាទនេះគឺជាវីដេអូដែលយើងបានអូខេ